មុននឹងចូលទៅវីដេអូបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសគឺថាខ្ញុំសូមអធិស្ឋានផងនៅក្នុងអេពីសូតមួយនេះគឺបានឡើងជាមួយនឹងបានឌីក៏ដូចជាអូកាននឹងគឺថាកំពុងតែសម្ដែងលេងចឹងទៅបើកលេចមើលទៅកាន់អារតាដែលក៏គឺបាននិយាយទៅកាន់គ្រប់គ្នាថាឥឡូវគាត់នឹងគឺសុំទៅបន្ទប់ទៅបន្តិចដោយស៊ីអនគឺបានសុំគាត់ទៅជាមួយផងដែរដែលបានឃើញថាអារតានឹងគឺទៅបន្ទប់ទៅក៏ដែលគាត់ទៅនោះគឺបានសុំទៅជាមួយដូចគ្នាខ្ញុំសូមអធិស្ឋានផងដោយសារតែខ្ញុំសម្រាប់ពេលព្រឹកអញ្ចឹងទៅសម្លេងខ្ញុំគឺរៀនស្អត់តិចហើយដែលឃើញជាមួយនឹងឱកាសល្អបែបហ្នឹងសេហាគឺបាននិយាយទៅកាន់អូកាក៏ដូចជាមានអាមិថានាងនឹងគឺចង់ប្រាប់ជាមួយនឹងរឿងមួយបន្ទាប់ពីសេហានឹងគឺនិយាយចប់ហើយដែលពួកនេះគឺពិតជាភ្ញាក់ផ្អើលខ្លាំងយូរហ្មងដោយពួកនេះគឺឲ្យសេហានឹងគឺបញ្យល់ឲ្យកាន់តែច្បាស់តិចមកដោយសេហាគឺបានបញ្យល់បន្តទៀតថាគឺអត់មានអីច្រើនទេនៅពេលនោះគឺកូនតនុគឺបានអោបអានរតានៅក្នុងបន្ទប់ទឹកដោយស៊ីហានឹងក៏បានបញ្ជាក់ភាសាទេផងដែរច្បាស់ណាស់នៅពេលនោះគឺមិនមែនអារតាជាអ្នកខុសនោះទេគឺខុសមកពីកូតនុក៏ប៉ុន្តែកូតនុនោះទេគឺជាអ្នកអោបទៅកាន់អារតាមុនមិនត្រឹមតែប៉ុណ្ណឹងនោះទេដែលស៊ីហានឹងគឺបាននិយាយថានាងនឹងគឺបានបញ្ជាក់ទៅកាន់អារតាផងដែរដែលនាងគឺបានឃើញថាអារតានឹងគឺមិនបានធ្វើអីខុសនោះឡើយមិនត្រឹមតែប៉ុណ្ណឹងនោះទេដែលអារតានឹងគឺបានណែនាំមកកាន់នាងក្នុងនាមជាបងប្រុសដូចគ្នាដែលលើបែបហ្នឹងអូកាគឺបានសួរទៅកាន់ស៊ីហាថាតើការបញ្ជាក់នឹងគឺបញ្ជាក់មិនទៅដោយស៊ីហាគឺបានប្រាប់ទៅកាន់អូកាថានៅពេលនោះគឺនាងបានធ្វើត្រាប់តាមកូតនុទៅកាន់អារតាក៏តែបើសិនជាមើលទៅកាន់អារតាគាត់នឹងគឺថាគ្មានប្រតិកម្មអ្វីនោះឡើយដោយលើបែបហ្នឹងអូកាក៏ពិតជាកាំងខ្លាំងមែនតើណាមិននឹកស្មានថាសៃហានឹងគឺធ្វើជាមួយនឹងរឿងទាំងអស់ហ្នឹងនោះទេដល់ពេលក្រោយមកដោយអូកានឹងក៏បាននិយាយបន្តទៀតថាអំបញ្ញមិញហ្នឹងអារតានឹងគឺទៅបន្ទប់ទឹកក្រោយមកទៀតដោយកូតនុនឹងគឺបានសុំទៅដូចគ្នាបន្តិចកូតនុនឹងគឺធ្វើជាមួយនឹងរឿងទាំងអស់ហ្នឹងម្ដងទៀតទៅដោយមីនីមីក៏បាននិយាយផុតដែរច្បាស់ណាស់បើសិនជាកូតនុគឺបានធ្វើជាមួយនឹងរឿងហ្នឹងម្ដងទៀតវាក៏ពិតជាធ្ងន់ធ្ងរខ្លាំងមែនតើសៃហាក៏បាននិយាយថាបើតាមនាងគិតច្បាស់ណាស់ដោយសារតែគ្រួសាររបស់ពួកយើងគឺមិនបានជាប់សាច់ឈាមជាមួយនឹងគ្នានោះទេអញ្ចឹងហើយទៅធ្វើឲ្យកូតនុនឹងគឺបានធ្វើជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងនៅពេលដែលសេហាគឺថានិយាយទៅដល់រឿងគ្រួសារដែលបានរីក៏បាននិយាយប្រាប់ថាសូម្បីតែនាងក៏រៀងពិបាកចិត្តផងដែរនៅពេលមួយដែលសារតែនាងនឹងគឺពិបាកចិត្តខ្លាំងពេកទើបនាងនឹងក៏បានសួរអំពីប្រវត្តិពិតរបស់នាងអំពីប៉ាបន្តមកទៀតដែលបានរីនឹងគឺបានប្រវាយដានថាឥឡូវយើងនឹងគឺពិបាកសើគិតអំពីវាពេកនោះទេទោះជាយ៉ាងណាក៏ដោយវាក៏ជាការពិតសូម្បីតែអរតាក៏គឺដូចជាមិនសូវខ្វល់ពីរឿងនឹងប្រហែលដែរបន្ទាប់ពីពួកនេះនឹងគឺនិយាយចប់ដែលអរតាក៏ដូចជាកូតនុក៏ដូចជាស៊ីអនគឺដើរមកវិញផងដែរបន្តមកទៀតដែលពួកគេទាំងអស់គ្នានឹងគឺបានដើរលេងក៏ដូចជានិយាយគ្នាលេងទៅបើកន្លែងទៅមើលអរតាដែលក៏បានគេក្នុងចិត្តថាច្បាស់ណាស់បើសិនជាកូតនុគឺស្កប់ស្ងាត់បែបហ្នឹងវាក៏ជារឿងល្អមួយផងដែរចំណែករឿងមួយទៀតវិញនៅពេលដែលប៉ារបស់ពួកគេគឺបាននិយាយថាពួកគេនឹងគឺមិនបានចប់សាច់ឈាមជាមួយនឹងគ្នានោះទេគាត់ក៏រៀបអារម្មណ៍អំពីរឿងហ្នឹងផងដែរពេលនោះគាត់ក៏ពិតជាគិតច្រើនខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណោះទេគាត់ក៏បានគិតថាខ្លួនឯងនេះគឺខុសទៀតផងក៏តែបើសិនជាមើលទៅកាន់បានរីក៏ដូចជាអ្នកផ្សេងទៀតណាពួកនេះក៏ដូចជាមិនខ្វល់អ្វីនោះឡើយចំណែកឯប៉ាវិញប្រហែលជាគាត់នឹងកំពុងតែគិតអំពីរឿងហ្នឹងច្រើនដូចគ្នាប្រហែលជាគាត់គឺគិតថាគ្រួសារមួយនេះនឹងខ្ចាត់ខ្ចាយនៅថ្ងៃណាមួយជាមិនខានក៏តែគាត់គឺសន្យាថាមិនឲ្យគ្រួសារមួយនេះគឺខ្ចាត់ខ្ចាយនោះទេកុំបារម្ភអីប៉ាដោយពេលទាំងអស់នេះគឺជាពេលដែលអារតានឹងគឺបានគិតនៅក្នុងចិត្តណាដល់ពេលក្រោយមកហ្នឹងអារតាក៏ដូចជាអ្នកផ្សេងទៀតហ្នឹងគឺបានទៅមើលគេបាញ់កម្មបញ្ជ្រួយដូចគ្នាបន្ទាប់ពីរឿងមួយហ្នឹងហើយដែលពួកគេហ្នឹងគឺបានចូលទៅក្នុងផ្សារទំនើបមួយដើម្បីទិញរបស់របរផងដែរបើសិនជាកន្លែងមកមើលអារតាវិញណានៅពេលដែលគាត់គឺកំពុងតែចុចទូរស័ព្ទណាពេលនោះគាត់ដែរក៏មានសិស្សសាលាពីរនាក់ហ្នឹងគឺថាដើរកាត់មុខរបស់គាត់យកហ្មងដោយសារតែបែបហ្នឹងអារតាក៏ពិតជាភ្ញាក់ផ្អើលយកហ្មងណាហើយគាត់គឺបាននិយាយថាអីគេតើនោះគឺជាយកកូយ៉ាម៉ាមែននៅពេលដែលអារតាគឺថាកំពុងតែភ្ញាក់ផ្អើលពេលនោះគាត់ដែរអូកាហ្នឹងគេដើរចេញមកយកហ្មងដែលធ្វើឲ្យអារតាហ្នឹងគឺថាភ្ញាក់ផ្អើលម្ដងទៀតទៅអូកាក៏បានសួរទៅកាន់អារតាផងដែរមិនបានគាត់ហ្នឹងគឺចេះតែភ្ញាក់អញ្ចឹងដល់ពេលក្រោយមកដោយសាររឿងគឺបានកាត់នៅពេលដែលអារតាក៏ដូចជាអូកាហ្នឹងគឺបានដើរនិយាយគ្នាវិញម្ដងបន្ទាប់ពីដើរសក់ដែលអូកាគឺបានឈប់យកហ្មងនាងគឺបាននិយាយទៅកាន់អារតាថានាងហ្នឹងគឺមានរឿងចង់ប្រាប់ទៅកាន់អារតាមួយអូកាគឺបាននិយាយថាច្បាស់ណាស់តាំងពីថ្ងៃហ្នឹងមកពួកយើងទាំងអស់គ្នាហ្នឹងក៏ដូចជាមិនមែនជាបងប្អូននឹងគ្នាទៀតនោះទេដោយលើបែបហ្នឹងអារតាគឺបានតទៅវិញថាក៏ប៉ុន្តែសម្រាប់គាត់វិញគាត់គឺគិតថាពួកយើងគឺនៅតែជាបងប្អូននឹងគ្នាដោយលើជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងអូកាក៏ពិតជាកាំងខ្លាំងមែនតើអូកាគឺបាននិយាយបន្តទៀតច្បាស់ណាស់បើសិនជាអារតានឹងគឺអត់យល់ស្របជាមួយនឹងរឿងទាំងអស់ហ្នឹងនោះទេអារតាគឺនៅតែជាមនុស្សល្ងងក្រោយមកទៀតដែលអូកានឹងគឺបាននិយាយរឿងរបស់នាងក៏ដូចជាអារតានឹងគឺនៅពីក្មេងផងដែរដែលនាងគឺបាននិយាយថាពេលនោះពួកយើងក៏ដូចជាកូនភ្លោះពិតអញ្ចឹងជាការពិតណាស់នៅពេលនោះមិនថាចិត្តកំណត់ឬក៏អ្វីផ្សេងទៀតនោះទេពួកយើងគឺស្ទើរតែដូចគ្នាទាំងអស់យកហ្មងនៅពេលដែលនិយាយសក់ហ្នឹងអូកាគឺស្រាប់តែនិយាយថានាងនឹងគឺបានស្រឡាញ់ទៅកាន់អារតាដោយលឺជាមួយនឹងរឿងទាំងអស់ហ្នឹងអារតាគឺពិតជាកាំងខ្លាំងមែនតើមិនដឹងស្មានថាអូកានឹងគឺនិយាយបែបហ្នឹងនោះទេបន្តមកទៀតដោយសាររឿងហ្នឹងគឺបានកាត់ទៅមួយថ្ងៃមុនវិញនៅពេលនោះដោយស៊ីអនគឺបានប្រាប់ទៅកាន់អារតាថាពេលនេះដែលកូតនុនឹងគឺបានសារភាពស្នេហ៍ទៅប្រាប់អារតាហើយបាននិយាយទៅអារតាគឺគួរតែទទួលយកជាមួយនឹងរឿងទាំងអស់ហ្នឹងក៏ព្រោះតែពួកគេហ្នឹងគឺមិនមែនជាបងប្អូននឹងគ្នាទៀតនោះទេដោយនៅពេលនោះអារតានឹងក៏បានយល់ព្រមជាមួយនឹងរឿងទាំងអស់ហ្នឹងនោះឡើយដោយលើថាអារតានឹងក៏យល់ព្រមជាមួយនឹងរឿងហ្នឹងដោយស៊ីអនគឺបាននិយាយថាបើនិយាយពីគាត់វិញគាត់នឹងគឺថាមានមិត្តស្រីរួចហើយមិនត្រឹមតែប៉ុណ្ណឹងទេដោយស៊ីអននឹងគឺបានប្រាប់ទៅកាន់អារតាថា
សូម្បីតែអូកានឹងក៏បានដឹងជាមួយនឹងរឿងនឹងផងដែរដោយសារតែគាត់នឹងក៏បានប្រាប់ទៅកាន់នាងដល់ពេលលើកបែបហ្នឹងទៅអរតាក៏ពិតជាកាំងខ្លាំងមែនតើដែលគាត់ក៏បានសួរថាតើអូកានឹងគឺនិយាយអីអត់ស៊ីអូនក៏បានប្រាប់ទៅកាន់អរតាវិញថានៅពេលនោះអូកានឹងក៏ដូចជាអត់បាននិយាយអីច្រើននោះទេហើយមិនត្រឹមតែប៉ុណ្ណឹងនោះឡើយនាងក៏បានទុកចិត្តទៅកាន់អរតាទៀតផងដោយនាងគឺសង្ឃឹមថាអរតានឹងក៏បានធ្វើអីប្រទេសផ្ដាស់ទៅចុះបន្តមកទៀតដែលអរតាក៏បាននិយាយដូចគ្នាទោះជាពួកគេគឺគិតថាពួកគេនឹងគឺមិនបានចោះសាច់ឈាមជាមួយនឹងគ្នាក៏ដោយក៏ប៉ុន្តែបើសម្រាប់គាត់វិញណាគាត់គឺនៅតែគិតថាពួកគេក៏ជាបងប្អូនបង្កើតនៅគ្នាក៏ព្រោះតែពួកគេនឹងក៏បានរស់នៅជាមួយនឹងគ្នា16ឆ្នាំហើយដោយលើជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងណាដែលស៊ីអនក៏បានតបទៅកាន់អរតាវិញថាច្បាស់ណាស់ឥឡូវនេះអរតាគឺគិតបែបហ្នឹងក៏ប៉ុន្តែមិនយូរទៀតនោះទេអរតានឹងផ្លាស់ប្ដូរការគិតតែម្ដងគឺដូចជារឿងមួយដែលពួកគេនឹងក៏ធ្លាប់បានមើលអញ្ចឹងដោយសាររឿងនេះក៏បានកើតមកកាន់បច្ចុប្បន្នវិញម្ដងដោយអរតាគឺនៅតែកាំងដដែលហ្នឹងដល់ពេលមិនស្ទុះក្រោយមកហ្នឹងដែលអូកាគឺបានប្រវែដានថាអូមែនទេនាងគឺចង់និយាយថាទោះជាពួកយើងហ្នឹងគឺមិនបានចោះសាច់ឈាមជាមួយនឹងគ្នាក៏ដោយក៏ប៉ុន្តែនាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនក៏ប៉ុន្តែនាងគឺបានធ្វើជាបងប្អូនជាមួយនឹងអរតាហើយប្រសិនបើយើងហ្នឹងគឺនិយាយទៅកាន់កូតនៈវិញនាងគឺនៅក្មេងខ្លាំងមែនទែនអញ្ចឹងហើយគឺមិនបាក់បន្ទោសទៅកាន់នាងនោះទេបើមើលទៅកាន់អរតាវិញណាគាត់ក៏ពិតជាធូរចិត្តខ្លាំងមែនទែនក៏ប៉ុន្តែគាត់គឺបានគិតថាប្រហែលជាអូកាហ្នឹងគឺនិយាយច្រឡំនោះទេដល់ពេលបន្តមកទៀតហ្នឹងដែលអូកាហ្នឹងក៏បានសុំទៅកាន់អរតាដើម្បីឲ្យនាងហ្នឹងគឺទៅបន្ទប់ទឹកទៅបើសិនជាកលេចមើលមកកាន់អូកាវិញណាដែលនាងក៏ពិតជាកាំងអំពីពាក្យសម្ដីរបស់នាងខ្លាំងមែនតើមិនគួរណានាងហ្នឹងគឺនិយាយបែបហ្នឹងនោះឡើយនាងក៏រៀងឆ្ងល់អំពីខ្លួនឯងផងដែរមិនក៏សក់ហ្នឹងនាងគឺនិយាយបែបហ្នឹងទៅវិញបន្តមកទៀតដោយសាររឿងហ្នឹងក៏បានកាត់ទៅក្នុងថ្ងៃស្អែកវិញម្ដងនៅពេលដែលអរតាហ្នឹងគឺថាកំពុងតែហាត់ប្រាណណាដោយនៅពេលនោះមានអាមិហ្នឹងគឺថាដើរចូលមកយកហ្មងទៅដែលបែបហ្នឹងហើយអរតាគឺបានសួរថាមិនក៏នាងហ្នឹងគឺមកលឿនមែននៅក្នុងថ្ងៃហ្នឹងដោយមានអាមិក៏បានតបទៅកាន់អរតាដូចគ្នាថាគឺអត់មានអីច្រើនទេដោយសារតែនាងហ្នឹងគឺថាភ្ញាក់ពីគេងលឿននឹងឯងដោយលើបែបហ្នឹងអរតាគឺបានសើចយកហ្មងដែលគាត់គឺបាននិយាយផងដែរច្បាស់ណាស់ការក្រោកលឿនគឺអាចជួយទៅកាន់ពួកយើងឲ្យមានសុខភាពល្អដូចគ្នាដែលឃើញបែបហ្នឹងណាមានអាមិក៏ពិតជាកាំងទៅកាន់អរតាខ្លាំងមែនតើដែលនេះក៏បាននិយាយទៅកាន់អរតាផងដែរថាកុំធ្វើអញ្ចឹងមើលក៏ប៉ុន្តែគ្មានទេដែលអរតាគឺថាសើចម្ដងទៀតហើយដែលគាត់គឺបាននិយាយថានាងក៏ពិតជាល្អខ្លាំងមែនតើណាក៏ប៉ុន្តែនាងគឺបានក្រោកពីគេងលឿនដោយអរតាក៏បានសួរទៅកាន់មីណាមិផងដែរថាមីណាមិនេះគឺក្រោកម៉ោងប៉ុន្មានដែលមីណាមិក៏បានតបទៅកាន់អរតាវិញថានាងគឺថាក្រោកម៉ោង1ថ្ងៃកន្លែងនេះខ្ញុំនិយាយលេងណានិយាយលេងតែសាច់រឿងគេមិនមែននិយាយអញ្ចឹងទេដល់ពេលហើយដែលមីណាមិក៏ពិតជាសរសើរទៅកាន់អរតាខ្លាំងមែនតើក៏ប៉ុន្តែអរតាគឺពិតជាចូលចិត្តហាត់ប្រាណយកហ្មងណាដោយអរតានេះក៏បានតបទៅកាន់មីណាមិដូចគ្នាច្បាស់ណាស់បើសិនជាគាត់នឹងក៏បានហាត់ប្រាណមួយថ្ងៃគាត់គឺថានៅអសោកនោះទេមីណាមិក៏បានតបទៅវិញថាអរតាឯងនិយាយអញ្ចឹងក៏ត្រូវដូចគ្នាច្បាស់ណាស់តាំងពីតូចមកប៉ាគឺតែងតែបង្រៀនទៅកាន់អរតាឯងគឺរាល់ថ្ងៃយកហ្មងដោយអរតាក៏បានតបទៅវិញដូចគ្នាច្បាស់ណាស់រឿងទាំងអស់ហ្នឹងគឺមិនមែនជាបញ្ហាសម្រាប់គាត់នោះទេនៅពេលដែលអរតាគឺថាកំពុងតែហាត់ប្រាណដោយមីណាមិក៏បានគិតជាមួយនឹងរឿងមួយផងដែរច្បាស់ណាស់កាលពីយប់មិញនាងក៏បានសុំទៅកាន់បានរីក៏ដូចជាសៃហានឹងដើម្បីទៅរកអូកាផងដែរបន្តមកទៀតដែលនាងគឺបានរកទៅកាន់អូកាឃើញនាងគឺបំរុងតែហៅទៅកាន់អូកាទៅហើយក៏តែនៅពេលនោះដែលអូកានឹងគឺបានសារភាពទៅប្រាប់អរតាទៅធ្វើឲ្យមីណាមិនឹងគឺអត់វិញទៅបើនិយាយចំទៅរឿងអំពីយប់មិញសូម្បីតែមីណាមិក៏បានដឹងផងដែរបើកាន់មកកាន់បច្ចុប្បន្នវិញដែលមីណាមិក៏ពិតជាឈឺក្បាលខ្លាំងមែនទែនដែលសារតែនាងគឺចង់ដឹងថាតើអរតានឹងគឺឆ្លើយប្រាប់ទៅកាន់អូកាវិញមិនទៅបើនិយាយទៅនាងក៏ពិតជាចង់ដឹងអំពីរឿងនឹងខ្លាំងមែនទែននៅពេលដែលឃើញថាមីណាមិនឹងគឺប្លែកអញ្ចឹងដែលអរតាគឺបានសួរទៅកាន់មីណាមិថាតើមីណាមិឯងនឹងគឺកើតអីមែនដោយមីណាមិក៏បានតបទៅកាន់អរតាវិញថាអូនាងគឺមានបានកើតអីណាដល់ពេលក្រោយមកដល់មីណាមិនេះគឺថាទៅហាត់ប្រាណធ្វើមិនដឹងទៅសូម្បីតែអរតាក៏រៀងកាំងផងដែរលេតែមិនស្ទុះទៀតហ្នឹងដោយមីណាមិគឺបានក្រោកមកវិញហើយដែលនាងគឺបានសួរទៅកាន់អរតាថាតើយប់មិញអូកានឹងគឺកើតអីមែននៅពេលដែលមីណាមិគឺសួរបែបហ្នឹងមកកាន់គាត់ដែលអរតាគឺពិតជាឆ្កល់មួយកម្រិតទៀតហើយក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអរតាគឺបានប្រាប់ទៅកាន់មីណាមិផងដែរជាការពិតណាស់អ្នកហ្នឹងគឺមិនបាក់គិតច្រើននោះទេដែលសារតែអូកានឹងគឺគ្មានរឿងអីកើតឡើងសម្រាប់នាងនោះឡើយនៅពេលដែលអរតានឹងគឺឆ្លើយរួចដែលមីណាមិក៏បានសុំទៅកាន់អរតាគឺចេញទៅមុនយកហ្មងទៅដែលអរតាក៏បានសួរទៅកាន់នាងផងដែរថានាងនឹងគឺទៅណាមីណាមិក៏បានឆ្លើយតបទៅកាន់អរតាវិញដូចគ្នាដែលសារតែនាងនឹងគឺមានបញ្ហាជារវល់បន្តិចហ្នឹងណានៅពេលដែលនាងគឺបានចេញពីបន្ទប់ដែលនាងក៏ពិតជាឈឺក្បាលខ្លាំងយកហ្មងក៏ប៉ុន្តែនាងគឺចង់ដឹងថាតើអរតានឹងគឺបាននិយាយអីទៅកាន់អូកាក្រោយមកទេដែលសាច់រឿងគឺកើតនៅពេលដែលអរតានឹងគឺរៀបចំតែមួយទឹកដែលក៏គឺបានគិតអំពីរឿងរ៉ាវនៅក្នុងថ្ងៃហ្នឹងផងដែរដែលសារតែមីណាមិគឺពិតជាប្លែកខ្លាំងមែនតើបន្តមកទេនៅពេលដែលអរតានឹងគឺថាដើរចូលទៅក្នុងបន្ទប់ទឹកក៏ដែលបានឃើញថាសៃហានឹងគឺកំពុងតែផ្លាស់កៅអៅតាមពិតកន្លែងហ្នឹងគឺខ្ញុំអត់សូវចង់ដាក់ឲ្យមើលហ្មងទេដោយសារតែអាណិតអ្នកមើលពេកឥឡូវមើលហ្មងទៅនេះណែបើមើលទៅកាន់អរតាវិញដែលក៏ពិតជាកាំងខ្លាំងមែនតើអើយទីរយចប់ហើយថ្ងៃហ្នឹងអរតាក៏ដឹងអាស្បៃយកហ្មងដែលអរតាគឺបាននិយាយផងដែរអើយមកលឿនពេកបើសិនជាមកយូរជាងនឹងតិចដឹងតែល្អយកហ្មងដោយសារតែសៃហាក៏ត្រូវមួយទឹកដែលនេះក៏បានប្រាប់ទៅកាន់អរតាផងដែរឲ្យអរតាហ្នឹងគឺជួយយកអាយរបស់នេះគឺទៅដាក់កត្រកបន្តិចទៅទោះជាអរតាបកាយក៏មិនកើតផងដែរអញ្ចឹងហើយអរតាគឺមានតែធ្វើតាមសៃហានឹងឯងនៅពេលដែលអរតាគឺបានយកអាយរបស់សៃហាទៅដាក់ក្នុងកត្រកដែលក៏គឺបាននឹកឃើញរឿងមួយផងដែរចង់ដឹងថាអរតាគឺនឹកឃើញពីអីអត់នេះណែនៅពេលនោះដែលអរតាក៏ពិតជាអៀនទៅកាន់អូកាខ្លាំងមែនតើណាដោយសារតែគាត់នឹងគឺបានឃើញរបស់អីគេហ្នឹងអូយសាហាវខ្លាំងមែនតើ
បន្តមកទៀតអារតាក៏ដូចជាមិនដឹងធ្វើអីដែរដោយសារតែស៊ីហាននឹងក៏ចូលមួយទឹកអញ្ចឹងក៏គឺមានតែដើរចេញពីកន្លែងហ្នឹងសិនទៅក្រោយមកទៀតដោយសាររឿងហ្នឹងក៏បានកាត់នៅពេលដែលអារតានឹងមួយទឹករួចក៏ដូចជាគាត់នឹងក៏បានចូលបន្ទប់ផងដែរពេលនោះដែលបានរីនឹងក៏បានដើរចូលបន្ទប់របស់គាត់តែម្ដងដែលធ្វើឲ្យគាត់ក៏ពិតជាឆ្ងល់ខ្លាំងមែនតើណាក៏ពិតតែរលដងបានរីក៏មិនដែរមកបន្ទប់របស់គាត់នោះទេហើយដល់ពេលថ្ងៃនេះក៏ពិតជាចម្លែកយកហ្មងដោយសារតែបានរីនឹងក៏មកបន្ទប់របស់គាត់អូសង្ស័យមានរឿងទៀតហើយក្រោយមកទៀតដែលបានរីនឹងក៏បានដើរទៅកន្លែងកុំព្យូទ័ររបស់អារតាយកហ្មងដែលនេះក៏បាននិយាយថាមានសារមួយនឹងគឺផ្ញើចូលទៅកាន់កុំព្យូទ័រអារតាដោយសារតែបែបហ្នឹងអារតាក៏ពិតជាភ័យយកហ្មងដែលគាត់គឺបានកញ្ឆក់កុំព្យូទ័ររបស់គាត់មកវិញហើយគាត់ក៏បាននិយាយផងដែរថាមិនក៏បានរីនឹងគឺស្គាល់លេខកូដកុំព្យូទ័ររបស់គាត់ខ្ញុំសុំទោសបងអ្នកគ្នាខ្ញុំច្រឡំកុំព្យូទ័រតែពេលមិនកុំព្យូទ័រទេគឺគ្រាន់តែជា laptop មួយតែប៉ុណ្ណោះបានរីក៏បានតបទៅកាន់អារតាវិញថានាងគឺមិនបានស្គាល់អីទេដោយសារតែសារមួយហ្នឹងគឺគ្រាន់តែនៅលើ screen តែប៉ុណ្ណោះដែលលើបែបហ្នឹងអារតាក៏ពិតជាគាំងខ្លាំងមែនតើដោយសារខ្លាចបែកកាវដល់ពេលចលនាហ្នឹងដែលបានរីក៏បានសឡឹងមើលបន្ទប់អារតាផងដែរដោយសារនាងគឺខ្លាចថាអារតានឹងក៏បិទរូបស្រីពេញហ្នឹងហេខ្ញុំនិយាយលេងតើក្រោយមកទៀតដល់បានរីនេះគឺបានទៅផ្អែកទៅលើអារតាហ្មងហើយនេះគឺបាននិយាយថាដោយសារតែនាងគឺបានឃើញថាទូរស័ព្ទរបស់អារតានឹងគឺប្រេនពេកគឺថា20 Pro Max ដល់ពេលចឹងទៅនាងគឺចង់ទៅទិញថ្មីឲ្យអារតាយកហ្មងដែលលើបែបហ្នឹងអារតាក៏រៀងភ្ញាក់ផ្អើលផងដែរដោយសារតិចទៀតគាត់ចិត្តបានទូរស័ព្ទថ្មីហើយតោះនឹងអីផងដោយសាររឿងហ្នឹងគឺបានកាត់នៅពេលដែលពួកគេទាំងពីរហ្នឹងគឺថាទៅទិញទូរស័ព្ទវិញម្ដងដែលបានរីគឺថាដើរគ្រាកដៃអារតាផងដែរដែលបានរីក៏បាននិយាយទៅកាន់អារតាដូចគ្នាកុំភ័យអីនៅពេលដែលចេញពីកន្លែងទិញទូរស័ព្ទចាំចែកគឺថាប៉ាវចូលក្លឹបច្រឡំប៉ាវទៅញ៉ាំអីបន្តមកទៀតដែលអារតាហ្នឹងគឺថាមកមើលទូរស័ព្ទវិញម្ដងដែលគាត់នេះគឺបានច្អល់ផងដែរថាគាត់នេះគឺចូលអាមួយនេះអារតាមិនព្រមយកអា20 Pro មិនទៅអត់ទេក៏ប៉ុន្តែចុះឡើងហ្នឹងដែលអ្នកលក់គឺបាននិយាយថាច្បាស់ណាស់នៅកន្លែងគាត់ហ្នឹងគឺមាន discount ណាសម្រាប់សង្សារណាដែលមកទិញទូរស័ព្ទកន្លែងគាត់អារតាគឺរកបកាយដែរដោយសារខ្លាចគេយកច្រឡំមកតែពេលហ្នឹងបានរីគឺថាមកអោបទៅកាន់គាត់យកហ្មងសុទ្ធតែសាច់បន្តមកទៀតដែលពួកគេទាំងពីរហ្នឹងគឺថាបានទិញទូរស័ព្ទក៏ដូចជាទិញអីផ្សេងៗហ្នឹងគឺរួចអស់ហើយបន្ទាប់ពីដើរសតហ្នឹងដែលបានរីក៏បានឃើញជាមួយនឹងកន្លែងលក់ក្រែមផងដែរដោយសារចឹងហើយនេះគឺបានប្រមូលអារតាហ្នឹងគឺចូលញ៉ាំយកហ្មងទៅនៅពេលដែលពួកគេគឺទិញក្រែមហើយដែលបានរីក៏បាននិយាយផងដែរនេះគឺពិតជាសប្បាយចិត្តចូលហ្មងដោយសារនេះគឺបានញ៉ាំក្រែមមួយអារតានៅពេលដែលនិយាយរឿងក្រែមចូលឡើងហ្នឹងដែលនេះគឺបាននិយាយទៅដល់មីណាមីក៏ដូចជាកូតណូផងដែរនៅពេលនោះមីណាមីគឺតែងតែដណ្ដើមក្រែមរបស់កូតណូហ្នឹងគឺញ៉ាំរហូតអញ្ចឹងហើយទៅធ្វើឲ្យអូកាហ្នឹងគឺទៅថាឲ្យមីណាមីទៅចំណែករឿងមួយទៀតវិញនៅពេលដែលកូតណូហ្នឹងគឺថាពិបាកចិត្តរឿងអីមួយនេះគឺតែងតែសងំយំម្នាក់ឯងនៅក្នុងទូកៅអៅតែម្ដងដែលលើបែបហ្នឹងអារតាគឺបាននិយាយថាហើយបើនិយាយទៅបានរីឯងក៏អញ្ចឹងផងដែរដល់ពេលហើយហ្នឹងបានរីក៏បាននិយាយទៅកាន់អារតាថាបើសិនជាអារតាហ្នឹងគឺមានរឿងអីដែលលាក់បាំងមកកាន់នាងគឺអាចប្រាប់មកកាន់នាងបានដើម្បីឲ្យអារតាហ្នឹងគឺថាធូរចិត្តអារតាគឺបាននិយាយផងដែរតែគាត់ហ្នឹងគឺថាគ្មានរឿងក្នុងចិត្តអីញ៉ៃញ៉ៃនោះឡើយសើរឿងក៏បានកាត់មកកាន់កូតណូបន្តិចដែលកូតណូហ្នឹងគឺកំពុងតែមើលរូបចាស់នៅពេលដែលនាងគឺថាអូចុះអូឡាហ្នឹងនាងក៏បានឃើញថាបានរីហ្នឹងគឺផុសជាមួយនឹងរូបមួយផងដែរដោយឃើញជាមួយនឹងរូបមួយហ្នឹងកូតណូក៏ពិតជាខឹងក៏ដូចជាប្រច័ណ្ឌខ្លាំងមែនតើដែលនាងក៏បានសេជាមួយនឹងសារមួយដូចគ្នាក៏តែនេះនឹងគឺបានលុបចេញដោយសារមួយនឹងគឺអត់ដឹងថាមិននោះទេគឺខ្ញុំអត់ចេះជប៉ុននោះឡើយក្រោយមកទេដែលកូតណូនឹងគឺរៀងគិតអំពីរឿងនឹងច្រើនផងដែរដោយសារតែនាងគឺខ្លាចថាបានរីគឺយកអារតាចេញពីនាងបាត់បន្ទាប់ពីកូតណូដែលស្អីរឿងក៏បានកាត់មកកន្លែងបានរីក៏ដូចជាអារតាវិញម្ដងបន្ទាប់មកទេនឹងដោយបានរីគឺបានសុំទៅកាន់អារតាគឺទៅមុនហើយដោយសារតែមានអាគេនឹងគឺទេមកកាន់នាងដោយលើបែបហ្នឹងហើយអារតាក៏ដូចជាអត់បានប្រកែកអីដូចគ្នាដែលគាត់នឹងគឺបានប្រាប់ទៅកាន់នាងថាបើសិនជានាងគឺមានបញ្ហាអីនាងគឺអាចទៅមុនបាននៅពេលដែលបានរីគឺថាដើរចេញដែលនាងគឺបាននិយាយជាមួយនឹងមីណាមីផងដែរថាអារតាហ្នឹងក៏ដូចជាអត់មានអីប្លែកនោះទេអញ្ចឹងមានន័យថាអ្នកដែលទេមកកាន់នាងបាញ់មិញហ្នឹងគឺជាមីណាមីនឹងឯងក៏មានអាគេឆ្ងាយនោះឡើយដោយលើបែបហ្នឹងមីណាមីក៏បាននិយាយដូចគ្នាបើសិនជាអញ្ចឹងគឺល្អហើយក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមីណាមីក៏នៅតែគិតអំពីរឿងម្សិលមិញគឺជារឿងរបស់អារតាជាមួយនឹងអូកានឹងឯងដល់ពេលរួចមកដោយមីណាមីហ្នឹងក៏បានឆាតប្រាប់ទៅកាន់បានរីភាសាទៀតថាក៏ប៉ុន្តែនៅពេលនោះនាងក៏ពិតជាស្ដាប់ច្បាស់ខ្លាំងមែនតើក៏ប៉ុន្តែដោយសារតែមីណាមីហ្នឹងគឺឆាតខុសបច្ចេកទេសក៏ច្រឡំឆាតចូលទៅក្នុងគ្រប់ទាំងមូលយកហ្មងអញ្ចឹងទៅមីណាមីក៏ពិតជាប្រញាប់ដៃដើម្បីលុបវាខ្លាំងមែនតើណានៅពេលដែលនាងគឺលុបហើយនាងក៏បានធូរចិត្តផងដែរតែមិនស្រួលអីហ្នឹងបែកការគឺថាចប់ប្រហើយដល់ពេលហើយហ្នឹងដែលអូកាហ្នឹងក៏បានសួរទៅកាន់មីណាមីដូចគ្នាថាមីណាមីហ្នឹងក៏មួយទឹកហើយនៅអត់ការទេលើកឡើងសុំបិទសិនហើយមានអ្នកឆ្លៀតឱកាសច្រើនណាស់បន្តមកទៀតដោយសាររឿងក៏បានកាត់ទៅកាន់កូតណូម្ដងទៀតហើយដែលនាងក៏ពិតជាភ័យខ្លាំងយកហ្មងក៏ពោលថាសារបាញ់មិញហ្នឹងនាងក៏បានមើលឃើញតែប៉ុណ្្នឹងចប់ហ្មងមីណាមី